មិនព្រមលេចនៅក្នុងអន្លង់ទុកមិនឲ្យក្តីទុកមកបំផ្លាញខ្លួនឯងពាក្យថាទុកបើយើងគិតថាជារឿងធំវាក៏នឹងคล้ายជារឿងធំតែបើយើងគិតថាវាជារឿងតូចគ្រប់បញ្ហាតែងមានដំណោះស្រាយនោះអ្នកពិតជាអាចរកផ្លូវដោះស្រាយបានបើអ្នកជាបឋិជនធម្មតាដែលមិនទាន់សម្រេចព្រះនិព្វានអ្វីទេនោះអ្នកក៏ពុំមានថ្ងៃអាចរលាស់ខ្លួនជៀសផុតពីទុក្ខបានដែរប៉ុន្តែការជៀសវាងមិនបានក៏មិនមែនមានន័យថាយើងមិនអាចរំដោះខ្លួនពីក្តីទុក្ខឬបំបត្តិក្តីទុក្ខមិនបាននោះដែរនៅពេលមានទុក្ខមិនថាជាទុក្ខនោះកើតមកពីរឿងការងារទុក្ខព្រោះរឿងលុយកាក់ទុក្ខព្រោះស្នេហាឬក៏ទុក្ខដោយប្រការផ្សេងដែលកើតឡើងក្នុងចិត្តអ្នកត្រូវតែស្វែងរកមូលហេតុនៃក្តីទុក្ខឲ្យឃើញហើយឆាប់ដោះស្រាយវាបើក្តីទុក្ខនោះកើតដោយសារអ្នកដទៃយើងអាចនឹងពិបាកដោះស្រាយបន្តិចប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវិធីដ៏ល្អបំផុតគឺអ្នកត្រូវចាប់ផ្ដើមពិនិត្យមកខ្លួនឯងជាមុនសិនអ្នកខ្លះមានទុក្ខព្រោះតែមិនធ្លាប់ខកបំណងអ្វីសោះក្នុងជីវិតរបស់គេធ្លាប់ជួបតែរឿងស្រណុកសុខស្រួលរៀនពូកែបានពិន្ទុល្អបំផុតដាក់ពាក្យធ្វើការក្នុងក្រុមហ៊ុនណាក៏មានតែអ្នកស្វាគមន៍តែលុះដល់ពេលចុះប្រឡូកការងារជាក់ស្ដែងក៏ចាប់ផ្ដើមកើតមានកំហុសឆ្គងជាបន្តបន្ទាប់សូមកុំទាន់ប្រញាប់គិតថាខ្ញុំមានកំហុសធ្ងន់ណាស់មិនអាចកែប្រែបានទេខ្ញុំគ្មានមុខជួបអ្នកដទៃទៀតឡើយគេគ្រប់គ្នានឹងគិតថាខ្ញុំជាមនុស្សល្ងងហើយសូមអ្នកគិតថាយើងម្នាក់គ្មាននរណាចេះអ្វីមកពីកំណើតទេកាលពីនៅរៀនយើងក៏ល្ងងដែរទើបតម្រូវឲ្យមានគ្រូមកបង្រៀននិងផ្ដល់ចំណេះវិជ្ជាឲ្យចុះទម្រាំតែការងារដែលយើងមិនទាន់មានជំនាញពីមុនមកផងនោះតើនឹងឲ្យចេះដូចម្ដេចអ្នកត្រូវគិតថាកំហុសឆ្គងម្ដងនេះគឺជាមេរៀននិងជាគ្រូបង្រៀនឲ្យយើងយល់ពីការងារកាន់តែច្រើនជាងមុនដោយដែលមហាប្រាជ្ញខុងជឺបានពោលថា When you have faults do not fear to abandon it ពេលអ្នកមានកំហុសក្នុងរឿងអ្វីមួយសូមកុំរុញរានិងកុំបោះបង់វាចោលនេះគឺជាគតិមួយដែលមហាប្រាជ្ញខុងជឺបន្សល់ទុកឲ្យពួកយើងទាំងអស់គ្នាក្នុងការពិចារណាបើយើងប្រមូលយកកំហុសឆ្គងមកដាក់ខ្លួនឲ្យវាញោមញីយើងម្ដងហើយម្ដងទៀតទន្ទឹមនឹងយើងត្រូវឈានទៅមុខតែបែរជាត្រូវនៅមួយកន្លែងទៅមុខពុំរួចព្រោះតែគិតខ្វាយខ្វល់ឬខ្លាចមានកំហុសម្ដងទៀតដោយមិនព្រមសម្លឹងទៅខាងមុខថានៅមានរឿងល្អជាច្រើនទៀតដែលយើងត្រូវស្វែងរកជាបន្តពេលជួបវិបត្តិត្រូវសម្លឹងរកមើលរឿងល្អដទៃទៀតដើម្បីយកមកលុបលាងវិបត្តិពុំមែនរកវិបត្តិមកបន្ថែមនោះទេ